អារម្មណ៍រន្ធត់ពេលដែលជួបជ្រូកព្រៃនៅពាក់កណ្ដាលផ្លូវម៉ោង 10 យប់ទៅបុកផ្លូវនេះឲ្យខ្ញុំមិនបព្រៃណែតាប់បានណានោះលោកមានទៅនោះបានអូមេក្រាឲ្យអាវមេក្រាសិតតែឈាមួយងាប់អីនេះមិនសិតឈាអញ្ចឹងបងប្អូនអើយ challenge មួយនេះមិនធម្មតានោះទេតាមពិតទៅពួកខ្ញុំមិននឹកស្មានដល់ថ្នាក់នេះសាបងតាន់ខ្ញុំសួរក៏បាននិយាយថាផ្លូវដែលគាត់ធ្លាប់ឆ្លងកាត់ពីមុនមកស្រាប់តែមានដើមឈើដុះពាំងពេញផ្លូវដែលធ្វើឲ្យយើងខកងាយខកពេលវេលាគេងនៅព្រៃដល់ទៅ4យប់ហើយបងប្អូនទាំងអស់គ្នាតកៅជាមួយនឹងសត្វទាកគឺពួកខ្ញុំខ្លាចខ្លាំងមែនតើប៉ុន្តែពេលវេលានិងសកម្មភាពជំរុញឲ្យពួកខ្ញុំដើរនៅតំបន់ទាកស្រាប់តែបងប្អូនណានិយាយពីថាទាកតោងគ្រប់មនុស្សទាំងអស់ហើយតោងគ្រប់កន្លែងទាំងអស់គ្មានសេះសល់ត្រង់ណាហើយម្នាក់និយាយពីថាឈាមគ្រប់កន្លែងតែហេងម្យ៉ាងសម្រាប់ខ្ញុំជាមួយនឹងក្មួយស្រីរបស់ខ្ញុំជៀសផុតទាកខំមិនឲ្យឈាមក៏ប៉ុន្តែទាកតោងដូចគ្នាក៏ប៉ុន្តែមុននឹងទៅគឺពួកខ្ញុំជាអ្នកខ្លាចគឺពួកខ្ញុំបានរុំចិត្តឆ្នេះហើយពេលដែលទាកតោងគឺឃើញតោងទាំងលើកៅអៅនិងលើខោនិងលើស្បែកជើងតែប៉ុណ្ណោះសម្រាប់ពួកគាត់អត់សូវខ្លាចពួកគាត់អត់សូវបានខែពីរឿងអាវនិងខោនិយាយពីថាចូលអស់គ្រប់កន្លែងបន្ទាប់មកទៀតពួកខ្ញុំក៏អត់បានដើរក្រុមជាមួយគ្នាអូខេបងជួបគ្នាទៀតបងអត់អីទេណោះបាទអីបងអត់អីបងអត់អីអរគុណច្រើនបងតែពួកខ្ញុំបានត្រៀមអីកូមពេលដែលបាយគ្នានៅក្នុងព្រៃតែ4នាក់ខ្ញុំមកដល់កន្លែងដែលជ្រកទីតាំងមុនបន្ទាប់មកទៀតពួកគាត់អីកូមមកថារកពួកខ្ញុំអត់ឃើញតែបងតាន់គឹមសួរគាត់បានសម្រេចចិត្តថាគាត់នឹងទៅដើររកពួកគាត់យកមកដើម្បីជុំគ្នាស្រាប់តែទុកពួកខ្ញុំ3នាក់ក្មួយស្រីរបស់ខ្ញុំនិងមករានៅកណ្ដាលព្រៃបងប្អូនហើយនិយាយពីថាភ័យខ្លាំងមែនតែនហើយម៉ោងនោះគឺម៉ោង9 យប់ជិត10ហើយនិយាយពីជើងវិញដើរកាត់ទឹកភ្លៀងតាំងពីព្រលឹមរហូតដល់ម៉ោង10 យប់គឺរីកស្គុះស្គាយអស់ហើយបន្ទាប់មកគាត់ក៏បានរកគ្នាឃើញមិនមែនសម្រាប់នៅកន្លែងនេះទេគឺពួកខ្ញុំទៅដើររកទីរកកន្លែងដែលគួរសមជាងនេះក៏ពួកខ្ញុំសម្រេចចិត្តបន្តទៅខាងមុខទៀតកោទៅយើងមិនបាច់ពិបាកនេះហើយគេងហ្នឹងក៏គេងអត់នេះដែរអត់មានកន្លែងនេះយើងក៏មកពិបាកអានោះវាទៀតហ្មងហើយចង់វាទៀតខំហ្មងតោះមិនបាច់នេះឯម៉ែតោះយើងកុំខ្វល់វាទៀតព្រោះយើងត្រូវឆ្លងជួបវាទៀតហើយតបមកទៀតម៉ោងប្រហែលជា10 ជាងយប់ពួកខ្ញុំក៏បន្តដំណើរទៅរកជំរំថ្មីដើម្បីរកកន្លែងណាដែលគេងទៅកុំឲ្យសូវសម្បូរសត្វទាកពេកកន្លែងដែលចង់បោះជំរំមិញហ្នឹងគឺសម្បូរសត្វទាកខ្លាំងមែនតើគ្រាន់តែឈរទៅគឺសត្វទាកតោងគ្រប់កន្លែងទាំងឆ្នេះហើយបងតាន់គឹមសួរក៏គាត់សម្រេចចិត្តថាគាត់ទៅជំរំគោដើម្បីអាចងាយស្រួលជាងនេះទៀតក៏ប៉ុន្តែដើរស្រាប់តែជួបជ្រូកព្រៃពួកខ្ញុំភ័យខ្លាំងមែនតើតែមិនហ៊ានមាត់អ្វីច្រើនហើយពួកខ្ញុំក៏ដើរបន្តទៅទៀតបងប្អូនហើយនិយាយពីថាតាមផ្លូវវិញសិតតែសត្វទីតោងនៅលើជើងយើងនៅកន្លែងអាវយើងអីគឺពេញទាំងអស់ខ្ញុំសិតតែពាក់មួកការពារទៀតមិនធម្មតានោះទេប៉ុន្តែពីអ្នកខ្ញុំគឺប្រយ័ត្នប្រយែងគឺមើលឲ្យគ្នាទៅវិញទៅមករហូតដើរបដាមើលសត្វទាកបដានិយាយពីថាបាញ់មិនចេះអស់បន្ទាប់មកទៀតពួកខ្ញុំក៏ស្វែងរកផ្លូវអស់ពីលទ្ធភាពសារដើមឈើដុះចិត្តពេញនឹងតែម្ដងបងតាំងខ្ញុំសួរក៏ព្យាយាមមើលម៉ែផគាត់ហើយសំខាន់គឺមេឃភ្លៀងទៀតអារម្មណ៍ពេលនោះបងប្អូនហើយគឺជាការលំបាកខ្លាំងមែនតើយើងគិតថាគឺជាបទពិសោធន៍មួយដែលធ្វើឲ្យយើងកាន់តែតស៊ូកាន់តែរឹងមាំនិងប្រឈមមុខជាមួយនឹងសត្វដែលយើងគិតថាយើងខ្លាចពីមុនមកដល់តែពេលយើងតម្រូវឲ្យទៅដល់ជំរំសត្វទាកធ្វើឲ្យយើងកាន់តែមានភាពរឹងមាំដោយសារយើងត្រូវតែប្រឈមមុខជាមួយនឹងការពិតដែលយើងត្រូវដើរកាត់តំបន់សត្វទាកដែលច្រើនបំផុតមានតោងជើងហងតោងកផងពីដំបូងគឺស្រែកពេញព្រៃតែដល់ទៅពេលក្រោយមកមានអីបងប្អូនហើយក៏បានផ្សំជាមួយនឹងសត្វទាកដល់ទៅពេលតោធីសាសគឺមានតែស្រែកឲ្យគេជួយចាប់ចេញពួកខ្ញុំក៏បានទៅដល់ជំរំព្រលឹមឡើងដៃមករាជាំខ្លាំងមែនតែនគឺទាកខំយុមិញព្រលឹមឡើងមករាគ្រាន់តែឃើញមករាភ័យខ្លាំងជំរឿដែលចុងក្រោយដែលពួកខ្ញុំរើសមុនដំបូងពួកខ្ញុំជិះម៉ូតូតែក្រោយមកពួកខ្ញុំទុកម៉ូតូនៅកណ្ដាលព្រៃក៏ចាប់ផ្ដើមដើរនិងជិះគោយន្តចេញពីក្នុងព្រៃមកវិញសារមានដើមឈើពាំងផ្លូវច្រើនមែនទែនដូច្នេះពួកខ្ញុំក៏អត់មានជំរឿដើម្បីចេញពីព្រៃនោះបានលុះត្រាតែទុកម៉ូតូនៅកណ្ដាលព្រៃដើម្បីឲ្យខាងសមាគមជួយទៅយកវិញដើម្បីឲ្យកុំឲ្យខាតពេលវេលាពួកខ្ញុំនេះគឺជាជំរឿចុងក្រោយដែលពួកខ្ញុំជិះគោយន្តចេញពីព្រៃមកដល់ទីក្រុងភ្នំពេញវិញ challenge មួយនេះគឺជាការចងចាំមួយដែលធ្វើឲ្យពួកខ្ញុំអាចឆ្លងកាត់រាល់ពីឧបសគ្គដែលពួកខ្ញុំជួបថ្ងៃនេះបងប្អូនបានស្គាល់ខ្ញុំហើយគឺខ្ញុំគឺជាម្ចាស់ brand Lagamo តែបងប្អូនតែងតែសារភាពរឹងមាំរបស់ខ្ញុំផ្ទាល់ដែលក្នុងនាមខ្ញុំគឺជាម្ចាស់ brand Lagamo ដែលនាំចូលផលិតផលដែលល្អដូចជាសម្លេងជូតមុខ Lagamo នេះអញ្ចឹងបងប្អូនមើលភាពជាក់ស្ដែងរបស់គាត់គឺមុខគាត់ពីមុនគឺឡើងមុនខ្លាំងមែនតើដល់ទៅពេលគាត់ប្រើប្រាស់សម្លេងជូតមុខ Lagamo ដែលមានប្រសិទ្ធភាពល្អដែលខ្ញុំនាំចូលពីប្រទេសកូរ៉េនេះគឺគាត់បានប្រើប្រាស់ជារៀងរាល់ថ្ងៃមានប្រសិទ្ធភាពអាចព្យាបាលមុខរបស់គាត់ឡើងមុនបានដោយសាររូបមន្តមួយនេះគឺជារូបមន្តដែលល្អពិតប្រាកដហើយគឺជារូបមន្តល្បីនៅប្រទេសកូរ៉េគឺជារូបមន្តស្លឹកកញ្ចៀកក្រាញ់ដែលអាចព្យាបាលមុខរបួសនៅលើផ្ទៃ
មុខរបស់គាត់គឺជាការឡើងមុខនេះហើយពេលដែលគាត់ជួបសម្លេងជួបមុខឡាកមលនោះហើយសិទ្ធិភាពនៃរូបមន្តនៅក្នុងនោះគឺអាចព្យាបាលមុខរបស់គាត់ឲ្យជាសះស្បើយអំពីបញ្ហាមុខមុននេះហើយដែលធ្វើឲ្យក្រុមហ៊ុនឡាកមលឈរជើងបានមកដល់សប្តាហ៍ថ្ងៃដោយសារផលិតផលសម្លេងជួបមុខឡាកមលរបស់ខ្ញុំផ្ទុះការគ្រប់គ្រងឲ្យនិយាយតគ្នាពីប្រសិទ្ធភាពនៃអាចព្យាបាលមុខមុនបានអ្នកដែលគាត់មិនមានបញ្ហាមុខមុនគាត់ប្រើប្រាស់រដ្ឋថែរក្សាស្ទៃមុខរបស់គាត់ឲ្យស្រស់ស្អាត